បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពីរបៀបធ្វើប្លង់ដែលមាននិយមការជារូបភាពឬក៏ជា PDF ដើម្បី convert ទៅជា AutoCAD file អញ្ចឹងបើបងប្អូនណាពុំទាន់បានចេះពុំទាន់បានដឹងនោះទេសូមតាមដាននៅវីដេអូរបស់ខ្ញុំដូចតទៅជំហានដំបូងយើងមានប្លង់បែបនេះហើយមាននិយមការ4ចំណុច x y អញ្ចឹងដើម្បីបាន coordinate នេះចូលទៅក្នុង AutoCAD file បានយើងទាមទារត្រូវ convert x y នេះឲ្យទៅជា column 6អញ្ចឹងដើម្បី convert ចូលទៅក្នុង Excel បានខ្ញុំជ្រើសរើសយក tool scan text ដើម្បីយើង copy ទៅលើរូបភាពហ្នឹងយក column x តោះមកខ្ញុំ copy ហើយផាសដាក់នៅក្នុង column x សម្រាប់ column y copy ហើយទៅអាននៅcolumn x នៅក្នុង column convert បងប្អូនជ្រើសរើសយកពាក្យ formula តោះមកពាក្យ text ហើយយកពាក្យថា shortcut បានប៉ុណ្ណេះនៅក្នុង text មួយបងប្អូនអាចយក cursor ទៅដាក់ឲ្យចំនៅក្នុង column x សម្រាប់ text ទី2បងប្អូនចុចក្បៀសសម្រាប់ text ទី3បងប្អូនយក cursor ទៅដាក់នៅលើ column y ប៉ុណ្ណេះជាការស្រេចចុចពី OK មកហើយអូឲ្យបាន4ចំណុចហ្នឹងទៅតមកយើង copy បានប៉ុណ្ណេះហើយបងប្អូនបើក AutoCAD មកហើយវាយ command PL enter តមកបងប្អូនយក cursor right click យកពាក្យ C ដើម្បី close polyline ហ្នឹងអូខេបានទៅតាមទ្រង់ទ្រាយរូបភាពដែលបង្ហាញនៅលើប្លង់ដូចនៅក្នុងរូបភាពអញ្ចឹងបងប្អូនអាចcheck មើលទៅលើ dimension ទៀងទាត់ប្រវែងដែលមាននៅក្នុងរូបភាពជាមួយនឹងប្លង់ដែលយើងបានបង្កើតថ្មីនេះអញ្ចឹងប្រវែងពី1ទៅ2ពី2ទៅ3ពី3ទៅ4បងប្អូនអាចទៀងទាត់គ្នាបានអញ្ចឹងពីចំណុចទី1ទៅដល់ចំណុចទី2នៅក្នុងប្លង់រូបភាពមានប្រវែង 188.76 ម៉ែត្រយើងទៅមើល AutoCAD របស់យើង 188.75 ម៉ែត្រ6លីអញ្ចឹងចំណីនេះយើងធ្វើទៅអាចត្រឹមត្រូវជាមួយនឹងប្លង់រូបភាពដែលយើងយកមកបំលែងចូលនៅក្នុង AutoCAD file ហើយបានប្លង់ប៉ុណ្ណេះបងប្អូនចង់ view នៅក្នុង Satellite អាចចុចបើក Satellite ទៅយើងមកអញ្ចឹងជំនួសបង្ហាញប្លង់ view នៅលើ Satellite គឺបានទ្រង់ទ្រាយរូបភាពបែបនេះហើយបើបងប្អូនពេញចិត្តនៅវីដេអូនេះសូមចុច subscribe ឬក៏ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅ